ឆ្ងល់អត់បងប្អូនក្នុងរយៈពេល2ថ្ងៃនេះតម្លៃហាងឆេងមាសមិនសូវមានការប្រែប្រួលខ្លាំងនោះទេឬក៏បង្កើតកម្លាតនៃការប្រែប្រួលធំនោះដែរប្រហែលជាអាចនឹងរងចាំព័ត៌មានអ្វីមួយឬក៏ទិន្នន័យណាមួយដែលអាចធ្វើឲ្យតម្លៃហាងឆេងមាសនោះផ្លាស់ប្ដូរទិសដៅនៃតម្លៃរបស់វាអាចទេជាតម្លៃអត្រាការប្រាក់នៅថ្ងៃទី10ខែធ្នូខាងមុខនេះមកដឹងតម្លៃហាងឆេងមាសនៅក្នុងថ្ងៃនេះវិញម្ដងសម្រាប់ថ្ងៃនេះតម្លៃហាងឆេងមាសបានបើកផ្សារនៅតម្លៃ$4207នៅក្នុងមួយអោនក្នុងទីផ្សារអន្តរជាតិឬក៏ស្មើនឹង$5068នៅក្នុងមួយតម្លឹងនៅក្នុងប្រទេសកម្ពុជាគិតត្រឹមម៉ោង9:18នាទីព្រឹកនេះតម្លៃហាងឆេងមាសបាននឹងកំពុងតែជួញដូរនៅក្នុងតម្លៃ$4200នៅក្នុងមួយអោនក្នុងទីផ្សារអន្តរជាតិឬក៏ស្មើនឹង$5060នៅក្នុងមួយតម្លឹងនៅក្នុងប្រទេសកម្ពុជានៅយប់នេះអ្នកទាំងអស់គ្នាម៉ោង10មានព័ត៌មាន PCE ដែលជាព័ត៌មានមួយពាក់ព័ន្ធជាមួយនឹងការផ្លាស់ប្ដូរតម្លៃទំនិញសេវាកម្មតែទិញដោយអ្នកប្រើប្រាស់ព័ត៌មានមួយនេះនឹងអាចធ្វើឲ្យតម្លៃហាងឆេងមាសប្រែប្រួលពីចន្លោះ$5ទៅ$35នៅក្នុងមួយអោនក្នុងទីផ្សារអន្តរជាតិសម្រាប់ថ្ងៃនេះផ្ទាល់តែម្ដងអ្នកទាំងអស់គ្នាអាចជួញដូរនៅក្នុងចន្លោះ$4160ទៅដល់$4256នៅក្នុងមួយអោនក្នុងទីផ្សារអន្តរជាតិចង់ដឹងព័ត៌មានលម្អិតសូមចូលទៅទស្សនាលើការវិភាគប្រចាំថ្ងៃលើគេហទំព័រ Facebook YouTube PP Link Security